លើបត់អូខេថ្ងៃនេះខ្ញុំនឹងឲ្យសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបង្ហាញពីបត់អូខេសួស្តីបងប្អូនអរគ្នាអូខេសួស្តីបងប្អូនអរគ្នាថ្ងៃនេះអូខេថ្ងៃនេះខ្ញុំលេងបត់ក្នុងភ្នំអនុស្សាវរីយ៍កន្លែងសូឡូកដាលឲ្យអ្នកនរគ្នាមើលហើយសង្ឃឹមថាខ្ញុំលេងទៅជួយសម្រួលបងប្អូនក្នុងការចាប់បត់ប៉ុណ្ណឹងឯងមិនមែនបញ្ជាក់ថាខ្ញុំនឹងចេះលេងអីជាងបងប្អូនអីណាហ្នឹងហើយបត់ហ្នឹងឲ្យបងប្អូនត្រូវចាំណោតក្នុងនេះហ្នឹងខ្ញុំអានដូរ៉េមីអីចឹងរ៉េយេសអីចឹងណាខ្ញុំអត់អានខ្ទង់ប៉ុណ្ណេះខ្សែទីប៉ុណ្ណេះអីទេអូខេឥឡូវយើងចេញពីមីពូឆុងនេះមីហើយរ៉េយេសហើយមីវិញហើយណោតមីនៅខ្សែទី1នេះវិញណាតបមកយើងប្រឡែងខ្សែទី1គឺណោតមីដដែលតបមករ៉េតបមកប្រឡែងខ្សែទី1គឺណោតមីហ្នឹងដូតបមកមីស៊ីមីឡាយកឡានេះក៏បានអត់បញ្ហាទេហ្នឹងហើយម្ដងទៀតតបមកណោតមីតឹងមីអញ្ចឹងណាអូខេម្ដងទៀតចេញពីមីតពីមិញមកមីរ៉េមីឡាមីរ៉េមីឡាឡាសូឡាយឺតអូខេបន្តមកតទៀតចេញពីឡាទៀតឡងទៀតគឺយឺតឡាសូឡាស៊ីរ៉េកន្លែងស៊ីនេះគឺយើងកលាស់ពីរ៉េមកហ្នឹងហើយតមកឡាស៊ីឡងទៀតមើលកន្លែងកលាស់នេះឡាសូឡាស៊ីរ៉េស៊ីឡាស៊ីឡាសូស៊ីឡាតមកតទៅមុខទៀតយើងចេញពីសុលមកតទៅមុខទៀតណាសុលខ្សែទី2នេះសុលមីសុលរ៉េមីដូសុលសូមីសូរ៉េមីដូសូឡាអូខេឥឡូវសរុបមកវិញខ្ញុំធ្វើយឺតមើលនឹងសង្ឃឹមថាវីដេអូរបស់ខ្ញុំអាចងាយស្រួលដល់បងប្អូនក្នុងការចាប់បត់បានលឿនអញ្ចឹងអ្នកដែលចេះហើយក៏បាច់មើលក៏បានដែរអរគុណច្រើនហ្នឹងហើយបងប្អូនចង់ឲ្យខ្ញុំបង្ហាញបត់អីទៀតចាំខមមិនក្នុងវីដេអូមកបើខ្ញុំមានលទ្ធភាពខ្ញុំអាចចាប់ជូនបានខ្ញុំចាប់អញ្ចឹងណាហ្នឹងហើយព្រោះសមត្ថភាពមានកម្រិតមិនថាបត់ណាក៏អាចលេងបានទាំងអស់ហ្នឹងហើយនឹងឲ្យបងប្អូនជួយ subscribe channel ខ្ញុំមួយផងបើគិតថាវីដេអូខ្ញុំមានប្រយោជន៍ហ្នឹងហើយអរគុណ